ខ្ញុំចង់ចេះរកលុយជាមួយ Facebook ហើយនឹង YouTube ដូចបងដែរបាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះមកឆ្លើយតបនឹង comment របស់បងប្អូនដែលគាត់បាន comment មកខ្ញុំគាត់ចង់ចេះរៀនរកលុយជាមួយ Facebook Page ហើយនឹង Channel YouTube តើត្រូវការឧបករណ៍និងសម្ភារៈអ្វីខ្លះទើបយើងអាចរកលុយបានជាមួយកម្មវិធីទាំងអស់ហ្នឹងបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ទើបចាប់ផ្ដើមហើយគាត់ទើបតែរៀនអញ្ចឹងគាត់ត្រូវការឧបករណ៍បាទមានដូចជាទូរស័ព្ទដៃអញ្ចឹងយើងមានមួយគ្រឿងពីរគ្រឿងទៅហើយទូរស័ព្ទដៃដែលមានកាមេរ៉ាច្បាស់ដើម្បីយើងយកទៅថតចេញជាវីដេអូដោយសារកម្មវិធីទាំងអស់ហ្នឹងយើងរកលុយជាមួយនឹងវីដេអូហើយបងប្អូនខ្លះគាត់មានធនធានគាត់អាចទិញ laptop និង computer មួយគ្រឿងទុកសម្រាប់យើងធ្វើការបន្តទៀតហើយបើយើងអត់សូវមានលទ្ធភាពទេយើងមានទូរស័ព្ទដៃមួយគ្រឿងទៅហើយរកកាមេរ៉ាណាដែលច្បាស់បន្តិចបងប្អូនណាសម្រាប់យើងថតវីដេអូយកមកផុសបាទរីឯចំណុចបន្ទាប់ទៀតបងប្អូនត្រូវការចំណេះដឹងដែលយើងហៅថាចំណេះធ្វើបាទកាលណាបងប្អូនអត់មានចំណេះដឹងចំណេះធ្វើទេគឺយើងមិនអាចយកទៅបង្កើតកម្មវិធីទាំងអស់នឹងបានទេដោយសារយើងរកលុយជាមួយនឹងកម្មវិធី Facebook Page និង Channel YouTube កាលណាយើងមិនចេះបង្កើតកម្មវិធីទាំងអស់នេះធ្វើឲ្យយើងពិបាកក្នុងការទៅពឹងពាក់គេឬមួយយើងទៅទិញកម្មវិធីពីគេមកធ្វើការរកលុយគឺមិនស្រួលដូចយើងចេះទេកាលណាយើងមិនចេះជួបបញ្ហាទៅវាពិបាកទៅរកគេដោះស្រាយអញ្ចឹងបញ្ហាទី2នេះគឺសំខាន់ណាស់សម្រាប់បងប្អូនដែលគាត់ចង់ចេះរកលុយទី1បងប្អូនចេះបង្កើតកម្មវិធីរកលុយដូចជា Facebook Page អញ្ចឹងបងប្អូនត្រូវចេះបង្កើត Facebook ត្រូវចេះបង្កើត Page កាលណាយើងចេះកម្មវិធីចេះបង្កើត Facebook បង្កើត Page ហើយស្រួលទេអាការផុសវីដេអូការថតវីដេអូនេះយើងរៀនបន្តទៀតទៅបាទអញ្ចឹងចំណុចទី2នេះគឺសំខាន់ណាស់បាទទាមទារឲ្យបងប្អូនហ្នឹងចេះបង្កើតកម្មវិធីរកលុយយើងមិនទៅទិញគេមកទេយើងត្រូវចេះបង្កើតដូចជា Facebook យើងចេះបង្កើត Facebook ហើយយើងចេះបង្កើត Page ចេះបង្កើត Page ហើយយើងអាចកាត់តវីដេអូបន្តទៅអញ្ចឹងចំណេះដឹងហ្នឹងគឺសំខាន់ណាស់សម្រាប់យើងធ្វើការរកលុយជាមួយនឹងកម្មវិធីអនឡាញហើយ Facebook Page នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺអត់ទាន់បានបើករលុយពេញលេញទេបងប្អូនគឺនៅមានកម្រិតនៅឡើយអញ្ចឹងកន្លែងនេះហើយត្រូវទាមទារឲ្យយើងមានការស្វែងយល់បន្ថែមទៀតដោយសារបងប្អូនខ្លះគាត់រលុយបានតាមរយៈការប្រើកម្មវិធីជំនួយដូចជា VPN បាទយើងប្រើ VPN ជំនួយដើម្បីឲ្យ Facebook យើងទៅក្រៅប្រទេសអាចរលុយបានអញ្ចឹងតើតែយើងស្វែងយល់បាទកម្មវិធីទាំងអស់នឹងបន្ថែមទៀតបាទសំខាន់ណាស់ត្រូវការចំណេះដឹងចំណេះធ្វើហ្នឹងហើយកម្មវិធី YouTube គឺបើករលុយនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងពេញលេញអញ្ចឹងបងប្អូនអាចធ្វើ YouTube ទៅបាទ YouTube គឺអត់ពិបាកប៉ុន្មានទេគ្រាន់តែបង្កើត email យកទៅបង្កើត channel YouTube បន្ទាប់ហើយយើងរៀបចំ channel របស់យើងនឹងឲ្យគ្រប់លក្ខខណ្ឌនៅក្នុង YouTube ទៅធ្វើការថតវីដេអូតម្រៀបវីដេអូកាត់តតិចតួចទៅយើងអាចផុសពីបន្តទៅកាលណាគ្រប់គោលការណ៍យើងធ្វើការ apply set up រកលុយបានអញ្ចឹងបងប្អូនបាទត្រូវការចំណេះដឹងនឹងសំខាន់ណាស់បាទធ្វើម៉េចឲ្យយើងយកទៅបង្កើតកម្មវិធីនឹងបានហើយចេះគ្រប់គ្រងបាទចេះដោះស្រាយរាល់បញ្ហានៅក្នុងកម្មវិធីហ្នឹងយើងមិនអាចទៅពឹងគេរកគ្រប់ពេលវេលាបានទេពឹងគេម្ដងពីរដងអត់អីតែរាល់ថ្ងៃពេកគេធុញគេដែរបងប្អូនណាយ៉ាងសំខាន់ណាស់បងប្អូនដែលចង់រកលុយជាមួយបណ្ដាញ social media ដូចជា Facebook Page និង Channel YouTube ហ្នឹងត្រូវការសំខាន់បំផុតគឺចំណេះដឹងដើម្បីយើងយកទៅគ្រប់គ្រងកម្មវិធីហ្នឹងទើបអាចរកលុយបានបាទអញ្ចឹងមិនមែនថាមានទូរស័ព្ទទេដើរទៅថតទេចេះតែផុសបានលុយទេមិនមែនទេបាទត្រូវការចំណេះដឹងដើម្បីបង្កើតកម្មវិធីឲ្យបងប្អូនត្រូវដឹងគោលការណ៍នីមួយៗទៀតបើបងប្អូនចង់រកលុយជាមួយ Facebook Page បងប្អូនត្រូវដឹងគោលការណ៍ Facebook Page ហ្នឹងគេតម្រូវអ្វីខ្លះមិនមែនចេះដើរផុសវីដេអូចេះថតទៅជាប់ copyright ជាប់សំឡេងជាប់កម្មសិទ្ធិរបស់គេជាប់ការពមៀនរបស់គេយើងមកផុសបានលុយទេខ្ញុំឃើញបងប្អូនខ្លះចេះដើរថតជាប់សំឡេងមីក្រូចាក់ជាប់សំឡេងធុងបាសជាប់សំឡេងអញញ៉ៃយើងមកផុសសួរតែបានលុយទេអត់បានលុយទេតែផុសទៅវាជាប់កម្មសិទ្ធិរបស់គេអញ្ចឹងយើងមានចំណេះដឹងបង្កើតកម្មវិធីយើងទៅស្វែងយល់ថាកម្មវិធីហ្នឹងគេរកលុយរបៀបម៉េចវីដេអូរបៀបម៉េចបាទអញ្ចឹងសំខាន់ណាស់បងប្អូនត្រូវរៀនធ្វើម៉េចឲ្យយើងចេះបាទចេះបង្កើតកម្មវិធីហ្នឹងអត់ណាក៏បាន 50% ដែរដោះស្រាយរាល់បញ្ហាដែលយើងត្រូវប្រើជាប្រចាំបាទមិនមែនមានបញ្ហាទេយើងឆាតទៅពឹងពាក់គេរហូតអត់កើតទេបងប្អូនណាអញ្ចឹងបងប្អូនត្រូវតែខិតខំព្យាយាមទាំងអស់គ្នាបាទអញ្ចឹង Facebook Page នៅមានកម្រិតនៅឡើយទេដែលបើកឲ្យរកលុយនៅក្នុងប្រទេសកម្ពុជារបស់យើងហើយបងប្អូនដែលចង់រកលុយស្រួលមានតែ YouTube ទេ YouTube គឺបើកពេញលេញអញ្ចឹងយើងអត់មានបាក់ក្រោយកម្មវិធី Fake ប្រើ VPN ទេយើងមានតែ email យកបង្កើត channel YouTube ហើយរៀបចំឲ្យគ្រប់ទៅហើយយើងផុសវីដេអូជាប្រចាំទៅគ្រប់គោលការណ៍យើងនឹងធ្វើការ apply set up រលុយបានហើយអញ្ចឹងបងប្អូនបង្កើត YouTube ទៅហើយ Facebook ក៏យើងលេងដែរក៏ប៉ុន្តែយើងត្រូវស្វែងយល់ឲ្យចេះមែនទែនបងប្អូនណា
ដោយសារ Facebook នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងក៏មិនទាន់បើកឲ្យរលួយពេញលេញដែរអញ្ចឹងតើយើងចេះបង្កើតកម្មវិធីនៅក្រៅប្រទេសបាទអញ្ចឹងការចែករំលែករបស់ខ្ញុំហ្នឹងគឺមានប៉ុណ្ណេះទេហើយសម្រាប់បងប្អូនដែលគាត់បាទបានដឹងហើយជួយចែករំលែក share ឬមួយ comment តទៅបងប្អូនផ្សេងទៀតដែលគាត់មានបំណងចង់រកលុយជាមួយនឹង Facebook page និង channel YouTube ហ្នឹងហើយគាត់ស្វែងយល់ឲ្យច្បាស់បាទគុំចិត្តជឿគេថាឲ្យតែមានកម្មវិធីហ្នឹងថតវីដេអូផងដល់បានលុយបាទមិនមែនទេបាទតើយើងចេះបង្កើតកម្មវិធីគ្រប់គ្រងកម្មវិធីដោះស្រាយកម្មវិធីអញ្ចឹងបានយើងអាចរលួយបានអញ្ចឹងបងប្អូនដែលមិនទាន់បាទជួបបញ្ហាគឺគាត់អត់ដឹងគាត់ឮថាទិញវិគីមករកលុយបានអញ្ចឹងចេះតែជឿទៅតាមគ្នាធ្វើឲ្យយើងបាត់បង់បាទខាត់ពេលវេលាបាទមុននឹងធ្វើឲ្យមួយបងប្អូនទៅស្វែងយល់ច្បាស់នៅក្នុងកម្មវិធីហ្នឹងទើបអាចរកលុយបានបាទអញ្ចឹងបងប្អូនកុំភ្លេចជួយ like ជួយ share ជួយ comment រកវីដេអូចែករំលែករបស់ខ្ញុំផងបាទសូមអរគុណនិងសូមជម្រាបលាបាទជួបគ្នាវីដេអូក្រោយបន្តទៀត